ប្លែកមិនធ្លាប់មានទេ Brand ល្បី Chanel ចេញស្បែកជើងម៉ូដថ្មីមានតែកែងឯផ្នែកខាងមុខគឺទទេស្អាត Brand ល្បី Chanel ថ្មីនេះកំពុងធ្វើឲ្យអ្នកនិយមវិស័យម៉ូដជាច្រើនផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅពេលដែលបង្ហាញស្បែកជើងម៉ូដថ្មីមួយរបស់ខ្លួនដែលច្នៃចេញមកមានតែកែងដោយផ្នែកខាងមុខគឺទទេស្អាត តាមសារព័ត៌មាន Nader បានចេញផ្សាយថាកាលពីថ្ងៃទី 28 ខែមេសាឆ្នាំ 2026 កន្លងទៅ Brand ដ៏ល្បី Chanel បានធ្វើឲ្យមហាជនផ្លឹកអារម្មណ៍នៅក្នុងកម្មវិធីបង្ហាញម៉ូដ Cruise 2027 នាទីក្រុង Bayreuth ប្រទេសបារាំង នៅក្នុងកម្មវិធីនោះនាយកច្នៃប្រឌិត Mento Blasi បានបង្ហាញនៅម៉ូដស្បែកជើងថ្មីមួយរបស់ខ្លួនដែលក្រឡេកមួយច្បាច់មើលទៅដូចជាស្បែកជើងដែលគេច្នៃមិនទាន់រួច ដោយឡែកស្បែកជើងម៉ូដថ្មីនេះច្នៃឡើងមកមានត្រឹមតែផ្នែកកែងតែប៉ុណ្ណោះដោយនៅខាងមុខចំហទទេស្អាតមើលឃើញទម្រង់ម្រាមជើងទាំង 5 ស្បែកជើងម៉ូដថ្មីនេះដែរត្រូវបានមហាជនចែករំលែកពីពេញលើបណ្ដាញសង្គមដោយទទួលបានមតិវែកញែករិះគន់ជាច្រើនដោយអ្នកខ្លះថាមើលទៅដូចឈួតហើយអ្នកខ្លះទៀតលើកឡើងថាស្បែកជើងបែបនេះមានអ្នកហ៊ានទិញពាក់ដែរឬ យ៉ាងណាមិញថ្លែងប្រាប់សារព័ត៌មាន WWD អ្នកច្នៃម៉ូដ Mento Blasi បានរៀបរាប់ថា collection នេះគឺសម្រាប់អ្នកដែលសម្លឹងមើលការពាក់ស្បែកជើងគឺជាការធ្វើឲ្យខ្លួនឯងសប្បាយចិត្តមិនមែនសម្រាប់ជាតម្រូវការ ក្នុងចំណោមមតិរិះគន់ក៏មានអ្នកខ្លះនិយាយថា collection ស្បែកជើងថ្មីនេះដែរគឺមើលទៅមានលក្ខណៈសិល្បៈតិចជាងការច្នៃម៉ូដមុនរបស់ Chanel ដោយឡែកលោក Blasi បានអះអាងថាការច្នៃប្រឌិតរបស់លោកគឺនៅតែល្អសម្បូរបែបដូចទៅនឹងការងារផ្សេងៗទៀតដែលលោកបានបង្កើតកន្លងមក